ដូចឡប់ស្ទេកចូលវាអស់ប្រមាណលុយដើរលេងមិនខ្វល់ផ្ទះដើរយប់ដូចទីទុយខ្ញុំមិនដែលងងុយបីភ្លឺចូលផ្ទះយ៉ាងច្រើនមកដល់ផ្ទះម៉ែខកបាត់អញអស់ប្រមាណលុយជូនឪទ្រាំមិនបានគាត់ដាក់មកដល់បងអស់ប្រមាណលុយជូនបងមកទាន់គាត់ថែមមកកែអស់ប្រមាណលុយហោះមកស្ដែងពូជូនទៅជង្គង់ទៀតអស់ប្រមាណលុយ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 និយាយណាពីរឿងសិក្សារូបខ្ញុំនេះអាសាជាងគេក្នុងមួយថ្នាក់ណាក៏ដឹងខ្ញុំបកកែរកភាសាអង់គ្លេសរកពី A ដល់ D បើចេះម៉ូតូខ្ញុំលុយគ្មានពីរណែបើចេះម៉ូតូខ្ញុំលុយគ្មានពីរស្រាប់តែដួលខ្ទេចខ្ទីអត់ត្រូវអីសោះសល់តែធ្មេញធ្គាមមួយអស់ប្រមាណលុ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 យថ្ងៃមុនខ្ញុំចូលលេងក្លឹបចូលត្រឹបស្រាប់តែគេវាញ់ថៃសន្តិសុខសួរថាមានរឿងអីរញ៉េរញ៉ៃនៅក្នុងក្លឹបគេហើយខ្ញុំថាអត់មានអីទេគាត់តែជន់ជើងវាជេរម៉ែវាប៉ុណ្ណឹងរឿងអីបានវាត្រូវខឹងហើយរឿងអីបានវាត្រូវខឹងគាត់តែរឿងប៉ុណ្ណឹងវាវាយខ្ញុំដែរថាវាអស់ប្រមាណលុយ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 អូនណែអាវ៉ាមានការអីពីទុំអូនណែអាវ៉ាមានការអីពីទុំអូនណែអាវ៉ាល្មមញ៉ាំងខ្លួនហើយគឺពីរឿងសិក្សាកុំឲ្យញាដាបីដាបារម្ភណាជប់តែលេងភ្លេតភ្លើនកិច្ចសាលាណាមើលណកកូនគេមានបញ្ញាងាកមើលខ្លួនវិញណាដូចអាចារ្យដាច់សិលសួរឯងដូចថោតសួរតែខ្មាស់គេទេមកយកដើរលេងគ្នាទំនេរវាយបាត់កាត់ចាក់ជាប់ប៉ុស្អីសិនេឈឺនរណាគេស្នាមនរណាគេជាប់នរណាគេសួរថាចំណេញទេប្រចាំបោកម៉ូតូប្រចាំបងទ័រម៉ូតូប្រចាំកាត់គ្លីម៉ូតូប្រចាំទាំងម៉ូតូវិចចោះអូនឯងនឹងបានអីជីហើយចុះបើធ្វើត្រឹមត្រូវតើវាអស់ប៉ុន្មានលុយអស់ប្រមាណលុយអស់ប្រមាណលុយមិនដែរយល់នៅគីគីឡូ